ខ្ញុំមកចាញ់អីសិក្សាបន្តទៀតតែថ្ងៃនេះគ្រូdisplay របស់យើងតើតើជាមួយនឹង Python arithmetic operator ណាអញ្ចឹងខ្ញុំចង់បោះ comment មួយឲ្យហើយទៅអញ្ចឹងគ្រូបោះ comment គ្រូដាក់ថាPython ណាអូខេគ្រូដាក់ Python arithmetic អូខេ arithmetic ណា arithmetic operator អញ្ចឹង arithmetic operator ហ្នឹងយើងធ្វើការលើអីឡើយហ្នឹងតើតើជួយ arithmetic operator អញ្ចឹងវាតើតើមួយ assign របស់ value ណាតើតើមួយ assign របស់តម្លៃតើតើជាមួយនឹងaddition subtraction multiplication modulus exponentiation floor division ណាដែល modulus អញ្ចឹងនៅពេលនេះខ្ញុំ variable relation 2អញ្ញត្តិណាអញ្ចឹងគឺ variable relation ជា x equal to 5ខ្ញុំឲ្យវាស្មើនឹង5 variable y ឲ្យស្មើនឹង2នៅពេលនេះគ្រូចាប់ផ្ដើម print value print តម្លៃរបស់ x និង y ហ្នឹងអញ្ចឹងមុនដំបូងគ្រូ addition វានេះថាគ្រូយក x addition ណា addition y តទៅមកទៀតគ្រូចង់ print តកតងជាមួយនឹង value ដែល x ណា x subtraction ជាមួយនឹង y តទៅមកទៀតគ្រូ print value របស់ x ដែលណាតែគ្រូ multiplication ជាមួយនឹង y បន្តមកទៀតគ្រូ print តម្លៃតទៅជាមួយនឹង x តែគ្រូ division ណា x នេះ division y គ្រូចង់ print តទៅមួយ arithmetic ឲ្យបានច្រើនតិចទៅអញ្ចឹងគ្រូចង់ប្រើ exponentiation ណា exponentiation អញ្ចឹងគ្រូបោះតម្លៃ x ជាមួយនឹង y បន្តមកទៀតគ្រូចង់ modulus print ជា modulus ណាមានន័យថាអាហ្នឹងចែករកសំណល់ចាំគ្រូយល់តិចអញ្ចឹងy ហើយគ្រូចង់ print value តទៅជាមួយនឹង floor division ណា floor division អញ្ចឹងគ្រូយកតម្លៃ y floor division y នេះប៉ុណ្ណឹងណាអញ្ចឹងថ្ងៃនេះគ្រូបោះ comment ទេបោះ comment ថា Python arithmetic operator តទៅទៀតគ្រូ assign value ទៅ assign variable x y តែឲ្យ print គ្រប់ arithmetic តទៅជាមួយនឹងការបូកដកគុណចែកណាលើកជាស្វ័យគុណចែករកសំណល់នឹងឯងហើយនឹងfloor division ណាអញ្ចឹងគ្រូបញ្ជាក់បន្តិចអានេះaddition អានេះ subtraction multiplication division exponentiation and នេះ modulus and floor division ណាចុងក្រោយគឺ floor division ហើយនេះគ្រូព្យាយាមនិយាយអង់គ្លេសតិចដើម្បីជាទូទៅឲ្យយើងស៊ាំជាមួយនឹងតទៅជាមួយនឹងការប្រើប្រាស់arithmetic operator នឹងវាភាសាអង់គ្លេសអញ្ចឹងថ្ងៃនេះគ្រូ assign តម្លៃប៉ុណ្ណឹងណាតទៅជាមួយនឹង arithmetic operator ក្នុង Python អញ្ចឹងនៅពេលប៉ុណ្ណឹងយើង save មួយណាយើង save មកខ្ញុំ save ឲ្យ arithmetic ណាពេលយើង save បានយើង run មើលពេលយើង run មកណានេះលទ្ធផល result ដែលយើងចេញនេះតទៅជាមួយ arithmetic Python arithmetic operator អញ្ចឹងពួកយើងត្រូវ control មើលតម្លៃរបស់ x បូកជាមួយ y បើសិនជាយក5បូក2ប្រកាសជា7ហើយណា
5 បក 2 វានៅសល់ 3 យើងមើល result មើលនេះឃើញទេហើយបើសិនយើងគូន multiplication នេះមានថាយកអា 5 2 ដងមិន 10 ណាហើយបន្តមកទៀតយើងចែក division 5 ចែក 2 យើងមានសល់ 2 កន្លះ 2 ចុចណា 2.5 ហើយតើតើជាមួយនឹង exponentiation នេះមានន័យថាអត់ដាញ់មើលអា5លើកជាការ៉េ5ការ៉េស្មើ25កន្លែងហ្នឹងហើយអាស្មួយលើមានថាយើងចែករកសំណល់ពេលយើងចែករកសំណល់ហើយអា floor នេះវាពីនឹងឯងវាតើតើមួយជួនវាកន្លែងហ្នឹងអញ្ចឹងគ្រូធေါ်បញ្ជាក់ទេណាវីដេអូហ្នឹងតើតើជាមួយនឹង arithmetic operator គ្រូចេញប៉ុណ្ណឹងណាអញ្ចឹងពួកយើងយកទៅមើលមួយទៅចេះហើយណា variable អញ្ញាតប្រហែលក៏បានដែរហើយយើងត្រូវធ្វើអីក៏បានដែរតាក់ទងជាមួយ arithmetic ហ្នឹងតែសំខាន់យើងចង់ធ្វើអីកន្លែងហ្នឹងណាអញ្ចឹងគ្រូបញ្ជាក់បន្តិចអញ្ចឹងគ្រូចង់បង្ហាញពួកយើងតាក់ទងជាមួយនឹង addition subtraction multiplication division exponentiation modulus and floor division ណាអញ្ចឹងវីដេអូគ្រូចេញប៉ុណ្ណឹងហើយពួកយើងយកទៅមើលណាតាក់ទងជាមួយនឹងការ variable regression x y ដើម្បីឲ្យដឹងថាoperator អាហ្នឹងគេធ្វើលើអញ្ចឹងណាគ្រូចេញវីដេអូប៉ុណ្ណឹងហើយពួកយើងយកទៅមើលទៅហើយខ្ញុំអានេះជាកូដកត់តាមទៅហើយ assign តម្លៃអីក៏បានសាច់ចិត្តណាប្រកាសជាអីក៏បានណាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងហើយគ្រូចេញមួយឲ្យដើម្បីឲ្យមានទុនណាលំហាត់បន្ទាប់ទៀតគ្រូក៏ចេញតាក់ទងជាមួយនឹងគេហៅ logical តាក់ទងមួយ comparison តាក់ទងជាមួយនឹងតក្កវិទ្យាទៀតណាតាក់ទងជាមួយនឹង comparison operator តាក់ទងមួយ assign operator អញ្ចឹងចាំរងចាំណារងចាំមើលលំហាត់ក្រោយទៀតណាអញ្ចឹងប៉ុណ្ណឹងចុះហើយប្រឹងប្រែងមើលតាមគ្រូនឹងគ្រូអត់មានលាក់កោដទេណានេះឃើញកោដនេះពេលយើងរានមកឡើយឃើញទេហើយយកទៅមើលអញ្ចឹងប៉ុណ្ណឹងចុះពួកយើងបាយបាយណា